រនោះអ្នកនឹងបានទ្របនៅឋានសួគ៌វិញហើយមកតាមខ្ញុំចុះតែយើងមានទ្រព្យសម្បត្តិច្រើនណាស់មនុស្សដែលជាអ្នកមាននោះចូលទៅក្នុងនគរព្រះពិបាកណាស់ដែលដឹកសត្វអូតឲ្យចូលទៅក្នុងប្រហោងមជុលនោះងាយជាជាងអ្នកមានចូលទៅក្នុងនគរព្រះទៅទៀតដូច្នេះតើអ្នកណានឹងបានសង្គ្រោះការអ្វីដែលមនុស្សធ្វើមិនកើតនោះព្រះអាចធ្វើកើតទាំងអស់តើនគរព្រះនឹងត្រូវមកដល់នៅពេលណានគរព្រះមិនមែនមកក្នុងលក្ខណៈបែបមើលឃើញនោះទេមានអ្នកណាអាចថាមើលនៅទីនេះឬទីនោះឡើយបិទនគរព្រះនៅកណ្ដាលអ្នករាល់គ្នាហើយនឹងមានគ្រាមកដល់ដែលអ្នករាល់គ្នានឹងចង់ឃើញថ្ងៃមួយរបស់កូនមនុស្សតែអ្នកនឹងមិនឃើញទេបិទនៅថ្ងៃរបស់កូនមនុស្សនោះនឹងបានដូចជាផ្លេកបន្ទោដែលភ្លឺផ្លេកពីជើងមេឃម្ខាងដល់ជើងមេឃម្ខាងតែមុនដំបូងទ្រង់ត្រូវរងទុក្ខជាច្រើនហើយត្រូវមនុស្សដំណរនេះបោះបង់ចោលលោកផងដែលផ្ទៃមេឃនិងផែនដីត្រូវកន្លងបាត់ទៅនោះងាយជាជាងដែលឲ្យបាត់នៃពាក្យដ៏តូចបំផុតក្នុងក្រឹតវិន័យទៅទៀតខ្ញុំប្រាប់អ្នកថាមានហោរានិងស្ដេចជាច្រើនចង់ឃើញការដែលអ្នកឃើញតែមិនបានឃើញទេហើយចង់ឮអ្វីដែលអ្នកឮតែមិនបានឮសោះតើយើងត្រូវធ្វើយ៉ាងណាតើគម្ពីរចែងដូចម្ដេចតើអ្នកបកស្រាយនៃយ៉ាងណាត្រូវស្រឡាញ់ព្រះជាម្ចាស់ឲ្យអស់ពីចិត្តអស់ពីព្រលឹងអស់ពីកម្លាំងអស់ពីគំនិតឯងហើយស្រឡាញ់អ្នកចិត្តខាងឲ្យដូចខ្លួនឯងអ្នកឆ្លើយត្រូវហើយចូលប្រព្រឹត្តតាមចុះអ្នកណាជាអ្នកចិត្តខាងខ្ញុំមិនមែនពុទ្ធិហានោះទេចុះសេសាវិញមានមនុស្សម្នាក់ធ្វើដំណើរពីយេរូសាឡឹមទៅឯយេរីកូពួកចោរបានមកប្លន់គាត់ហើយបានវាយគាត់យ៉ាងខ្លាំងស្ទើរតែស្លាប់ជួនជាមានសង្ឃមួយអង្គចុះមកតាមផ្លូវនោះកាលបានឃើញគាត់នោះក៏វាងតាមម្ខាងហួសទៅហើយក៏មានពួកលេវីម្នាក់បានធ្វើដំណើរមកដល់កន្លែងនោះដែរកាលបានឃើញគាត់ក៏វាងតាមម្ខាងហួសទៅទៀតតែមានសាមារីម្នាក់បានធ្វើដំណើរមកតាមផ្លូវនោះដែរកាលបានឃើញគាត់ហើយនោះក៏មានចិត្តក្ដួលអាណិតចំពោះគាត់ក៏ចូលទៅរុំរបួសព្រមទាំងយកប្រេងនិងស្រាចាក់លាបរួចលើកដាក់លើជំនីខ្លួនដឹកនាំទៅផ្ទះសំណាក់ថែរក្សាគាត់ស្អែកឡើងមុនគាត់ចេញទៅនោះក៏យកប្រាក់4កាក់ទៅឲ្យម្ចាស់ផ្ទះដោយប្រាប់ឲ្យថែរក្សាអ្នកនេះផងបើសិនជាចៃលើសពេលដែលខ្ញុំត្រឡប់មកវិញខ្ញុំនឹងសងអ្នកក្នុង3អ្នកនោះតើអ្នកណាបានប្រព្រឹត្តដូចជាអ្នកចិត្តខាងនឹងមនុស្សដែលចោលប្លន់ហើយវានោះគឺអ្នកដែលធ្វើល្អដល់គាត់អ្នកត្រូវធ្វើដូចនេះដែរទុកឲ្យកូនក្មេងវាមកឯខ្ញុំចោះកុំខាត់វាឡើយព្រោះនគរព្រះមានមនុស្សដូចវាដែរខ្ញុំប្រាប់អ្នកជាប្រកាសថាអ្នកណាដែលមិនទទួលនគរព្រះដូចជាកូនតូចណាមួយនោះនឹងមិនអាចចូលក្នុងនគរនោះបានឡើយអ្នកណាដែលទទួលក្មេងនេះដោយនៅឈ្មោះខ្ញុំគឺទទួលខ្ញុំហើយអ្នកណាទទួលខ្ញុំនោះគឺទទួលអ្នកដែលចាត់ឲ្យខ្ញុំមកត្បិតអ្នកដែលតូចជាងគេនោះនឹងបានធំជាងគេវិញមានអ្វីកាក់ឡើងមានរឿងអីនឹងព្រះយេស៊ូវពីណាសារ៉េតជាងកាត់ទីនេះអូយព្រះយេស៊ូវអូយព្រះយេស៊ូវសូមទ្រង់មេត្តាដល់ទូបង្គំផងតើអ្នកចង់ឲ្យខ្ញុំជួយអ្វីដល់អ្នកខ្ញុំចង់ឲ្យភ្នែកខ្ញុំភ្លឺចូលភ្លឺចុះជំនឿអ្នកបានសង្គ្រោះអ្នកហើយ
ចាំមើលឃើញហើយចាំមើលឃើញវិញហើយចាំមើលឃើញហើយពេលដែលព្រះយេស៊ូវយាងទៅឯក្រុងយេរូសាឡឹមនោះមានមនុស្សមកពីគ្រប់ទីកន្លែងជាច្រើនបានមកជួបទ្រង់ដើម្បីសុំឲ្យទ្រង់បង្រៀនគេពីសេចក្តីសង្គ្រោះនិងពីនគរព្រះនេះពិតជាហោរាហើយសូមជួយសង្គ្រោះទូលបង្គំផងអូព្រះអង្គម្ចាស់អើយសូមជួយសង្គ្រោះយើងខ្ញុំផងសូមសរសើរដល់ព្រះអង្គម្ចាស់ព្រះអង្គម្ចាស់សូមបង្ហាញផ្លូវពិតដល់យើងចុះផងមានមនុស្សជាច្រើនបានទទួលទ្រង់ធ្វើជាព្រះអង្គម្ចាស់របស់គេនៅក្រុងយេរីខូមានអ្នកយកពន្ធម្នាក់ឈ្មោះសាខេគាត់ចង់ឃើញព្រះយេស៊ូវណាស់ដូចនេះនោះគឺជាអ្នកយកពន្ធគាត់ក៏បានឡើងលើដើមឈើដើម្បីឲ្យបានឃើញទ្រង់សាខេឆាប់ចុះមកថ្ងៃនេះខ្ញុំចង់ស្នាក់នៅក្នុងផ្ទះនេះនៅផ្ទះខ្ញុំអូអ្នកណាទៅចង់ទៅនៅផ្ទះគាត់នោះហេតុអីបានជាសាខេស្គាល់ព្រះយេស៊ូវសូមស្ដាប់ខ្ញុំនឹងចែកពាក់កណ្ដាលនៃទ្រព្យខ្ញុំដល់អ្នកក្រហើយបើខ្ញុំយកពួនបន្លំអ្នកណានោះខ្ញុំនឹងសងគេ1 ជា 4វិញมันគួរជឿទេថាមានអ្នកយកពុនណាយកប្រាក់ទៅសងគេវិញនោះมันគួរជឿថ្ងៃនេះសេចក្តីសង្គ្រោះបានមកដល់ផ្ទះនេះហើយព្រោះលោកនេះគាត់ក៏ជាពូជពងនៃលោកអាប់រ៉ាហាំដែរកូនមនុស្សបានមកដើម្បីរកនិងជួយសង្គ្រោះមនុស្សបាត់បង់សូមស្ដាប់យើងនឹងទៅទីក្រុងយេរូសាឡឹមជាកន្លែងដែលពួកហោរាបានទាយទុកពីកូនមនុស្សនឹងបានសម្រេចពិតលោកនឹងត្រូវគេបញ្ជូនឲ្យទៅសាសដទៃគេនឹងដៀលថ្មេះហើយត្រូវគេមើលងាយព្រមទាំងស្ដោះដាក់ទ្រូងផងទ្រូងត្រូវគេវាយហើយធ្វើគុតតែ3ថ្ងៃក្រោយមកទ្រូងនឹងរស់ឡើងវិញហើយព្រះយេស៊ូវទ្រង់បានយាងសម្ដៅទៅក្រុងយេរូសាឡឹមទោះបីទ្រង់ជ្រាបថាទ្រង់ត្រូវសគត់ដោយព្រោះបាបមនុស្សក៏ដោយទ្រង់នៅតែយាងទៅឯក្រុងយេរូសាឡឹមមនុស្សជាច្រើនបានអបអរសាទរហើយប្រកាសថាទ្រង់ជាស្ដេចរបស់គេបញ្ជាសិស្សរបស់លោកនៅស្ងៀមទៅខ្ញុំប្រាប់អ្នកថាបើពួកគេនៅស្ងៀមនោះថ្មនឹងស្រែកឡើងជំនួសវិញសន្តិភាពកាលដែលទ្រង់យាងជិតដល់ក្រុងយេរូសាឡឹមទ្រង់ក៏ទតទៅទីក្រុងហើយទ្រង់ព្រះកន្សែងនឹងទីក្រុងនោះនៅថ្ងៃនេះគួរតែឯងបានស្គាល់ផ្លូវសន្តិភាពតែការនេះបានកំបាំងពីភ្នែកឯងហើយត្បិតមានថ្ងៃមកដល់ដែលខ្មាំងសត្រូវឯងនឹងធ្វើបន្ទាយនៅជុំវិញឯងព្រមទាំងហុំព័ទ្ធផ្លូវឯងគ្រប់ទិសទីផងហើយគេនឹងបំផ្លាញឯងក្នុងបន្ទាយនោះ
គេនឹងពង្រៀបឯងព្រមទាំងកូនចៅឯងផងឥតទុកឲ្យថ្មណាត្រួតលើថ្មណាឡើយពីព្រោះឯងមិនបានស្គាល់ពេលដែលព្រះយើងមកប្រោសឯងសោះព្រះវិហារបរិសុទ្ធក្នុងក្រុងយេរូសាឡឹមដែលជាទីថ្វាយបង្គំព្រះបានคล้ายជាកន្លែងលក់ដូរទៅវិញ5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 162
ដំណាក់អញជាទីសម្រាប់អធិដ្ឋានតែឯងរាល់គ្នាបានយកមកធ្វើជារោងចោលវិញបងតែតារបស់ខ្ញុំអើយផតវាចាប់វាភាពគំនាស់គ្នាក៏កើតឡើងក្នុងចំណោមអ្នកនយោបាយនិងមេដឹកនាំសាសនាក្បិតពងមនុស្សកំពុងប្រកាសថាព្រះយេស៊ូវជាស្ដេចខ្ញុំយល់ថាប្រជាជនខ្លះបានទទួលវាជាស្ដេចរួចទៅហើយជាស្ដេចជាស្ដេចនៃពួកសំទាននិងពួកចោរឬយើងបានឃើញការនេះពីមុនដែរពួកខ្លះបានអួតអាងខ្លួនឯងតែបានវិនាសអស់ទៅកុំខ្វាក់ពេកចំនួនមនុស្សដើរតាមវាបានកើនឡើងរាល់ថ្ងៃហើយក៏សរសើរវាទៀតផងហើយបានរាប់វាជាស្ដេចខ្ញុំសូមប្រមានលោកថាបើមនុស្សនេះធ្វើឲ្យមានភាពវឹកវរនោះលោកត្រូវតែទទួលខុសត្រូវប្រហែលជាត្រូវមែនយើងត្រូវតែដោះស្រាយជាមួយនឹងពួកកាលីលេដោយព្រោះមានការប្រឆាំងទាស់នឹងព្រះយេស៊ូវនៃពួកអាចារ្យផារីស៊ីនិងពួកអ្នកមានពុតកាន់តែច្រើនឡើងនោះពួកយូដាជាច្រើនបានដើរតាមទ្រង់នៅក្នុងព្រះវិហារព្រះយេស៊ូវបានទតឃើញស្ត្រីមេម៉ាយទាល់ក្រម្នាក់ថ្វាយដង្វាយតែពីសេនគត់ដង្វាយនេះតិចណាស់មិនថ្វាយតិចម្ល៉េះខ្ញុំប្រាប់អ្នកថាស្ត្រីមេម៉ាយទាល់ក្រនេះបានថ្វាយច្រើនជាងគេទាំងអស់បាត់ពួកអ្នកឯទៀតបានយកពីសំណល់ទ្រព្យសម្បត្តិខ្លួនមកថ្វាយតែស្រីទាល់ក្រនេះបានថ្វាយពីរបស់ទាំងអស់ដែលគាត់មានប្រាប់យើងមើលតើអង្គអំណាចអ្វីដែលធ្វើការនេះអ្នកណាឲ្យអំណាចនេះខ្ញុំសួរអ្នកពីសេចក្តីមួយដែរប្រាប់ខ្ញុំមើលតើបុណ្យជ្រមុជទឹករបស់លោកយ៉ូហានមកពីព្រះឬមកពីមនុស្សយើងគួរឆ្លើយយ៉ាងណាបើយើងថាមកពីព្រះនោះវានឹងសួរថាហេតុអ្វីបានជាមិនជឿគាត់បើយើងថាមកពីមនុស្សបណ្ដាជននឹងចោលយើងនឹងថ្មព្រោះគេជឿថាយូហានជាហោរាពិតមែនយើងមិនដឹងថាមកពីណាទេដូច្នេះខ្ញុំក៏មិនប្រាប់អ្នកពីអំណាចអ្វីដែលខ្ញុំធ្វើការទាំងនេះដែរមានបុរសម្នាក់បានដាំចំការទំពាំងបាយជូររួចជួលឲ្យទៅអ្នកធ្វើចំការហើយគាត់ក៏ចាក់ចេញទៅយ៉ាងយូរលុះពេលរដូវបេះផ្លែបានមកដល់គាត់ចាត់បាវម្នាក់ទៅឯចំការដើម្បីឲ្យគេចែកផលទំពាំងបាយជូរមកគាត់តែពួកអ្នកជួលបានវាយបណ្ដេញបាវនោះឲ្យមកវិញទៅទេគាត់ក៏ចាត់បាវមួយទៅទៀតតែគេបានវាយបាវនោះទៀតទាំងដៀលថ្មេះហើយបណ្ដេញឲ្យមកវិញដោយគ្មានឲ្យអ្វីសោះក្រោយមកគាត់ក៏ចាត់បាវទី3ឲ្យទៅតែគេបានវាយឲ្យរបួសហើយចោលទៅក្រៅនោះម្ចាស់ចំការគិតថាតើអញត្រូវធ្វើដូចម្ដេចអញនឹងចាត់កូនសម្លាញ់អញឲ្យទៅ
ក្រែងគេនឹងគោរពដល់វាតែកាលពួកចំការបានឃើញនោះក៏បានពិគ្រោះគ្នាថានេះជាកូនក្រងមរតកចូលសម្លាប់វាទៅនោះយើងនឹងបានមរតកវាហើយយ៉ាងម៉េចទៀតគេក៏បានបោះកូនគាត់ទៅក្រៅចំការហើយសម្លាប់ចោលដូច្នេះតើម្ចាស់ចំការនឹងត្រូវធ្វើយ៉ាងណាចំពោះពួកនេះគាត់នឹងមកសម្លាប់ពួកអ្នកជួលចំការទាំងនោះរួចជួលឲ្យអ្នកផ្សេងទៀតវិញតើបទគម្ពីរចែកយ៉ាងណាថ្មដែលពួកជាងសង់ផ្ទះបានបោះបង់ចោលចេញនោះបានត្រឡប់ជាថ្មជ្រុងយ៉ាងឯងវិញអស់អ្នកណាដែលធ្លាក់លើថ្មនេះនោះនឹងត្រូវបាក់បែកទៅតែអ្នកណាដែលថ្មនេះធ្លាក់លើនោះនឹងត្រូវកាន់ខ្ទេចខ្ទីលោកគ្រូយើងដឹងថាអ្វីដែលលោកគ្រូបង្រៀននោះត្រឹមត្រូវណាហើយយើងដឹងថាលោកមិនយល់មុខមនុស្សណាសោះគឺលោកបង្រៀនពីសេចក្តីពិតដែលមកពីព្រះប្រាប់យើងមើលតើខុសនឹងវិន័យរបស់យើងឬទេដែលយើងបង់ពន្ធថ្វាយទៅព្រះចៅសេសានោះចូលឲ្យកាក់ធំមួយមកមើលរូបនិងឈ្មោះនេះជារបស់អ្នកណាចូលថ្វាយរបស់សេសាឲ្យទៅសេសាហើយរបស់ព្រះថ្វាយទៅព្រះវិញឯបុណ្យនំប៉័ងឥតនំបែដែលហៅថាបុណ្យរំលងនោះក៏បានជិតមកដល់ព្រះយេស៊ូវក៏បានចាត់ពេត្រុសនិងយូហានឲ្យទៅរៀបចំម្ហូបសម្រាប់បុណ្យរំលងមុននឹងខ្ញុំរងទុក្ខខ្ញុំចង់ទទួលទានបុណ្យនេះយ៉ាងអស់ពីចិត្តជាមួយអ្នករាល់គ្នាខ្ញុំប្រាប់អ្នកថាខ្ញុំនឹងមិនបានទទួលទានបុណ្យនេះទៀតទេទាល់តែបុណ្យនេះបានសម្រេចនៅនគរព្រះសូមព្រះអម្ចាស់បានប្រកបដោយព្រះពរគឺជាស្ដេចលើទាំងអស់ដែលប្រទានទឹកទំពាំងបាយជូរនេះចូលយកពេងនេះហើយចែកគ្នាផឹកចុះខ្ញុំប្រាប់អ្នកថាខ្ញុំនឹងមិនផឹកពីផលទំពាំងបាយជូរទៀតទេទាល់តែនគរព្រះបានមកដល់សូមព្រះអម្ចាស់បានប្រកបដោយព្រះពរគឺជាស្ដេចលើទាំងអស់ដែលទ្រង់បានប្រទាននំប៉័ងមកនេះជារូបកាយខ្ញុំដែលបានប្រទានមកអ្នករាល់គ្នាចូលធ្វើកិច្ចនេះរំលឹកពីខ្ញុំពេលនេះជាសញ្ញាថ្មីដល់នៅឈាមខ្ញុំដែលជ្រួចចេញសម្រាប់អ្នករាល់គ្នាតែមើលដៃអ្នកដែលបញ្ជូនខ្ញុំក៏នៅຕົកជាមួយនឹងខ្ញុំដែរកូនមនុស្សនឹងត្រូវសុគតតាមសេចក្តីដែលសម្រេចមែនតែវេទនាដល់អ្នកណាដែលបញ្ជូនខ្ញុំវិញមិនអញ្ចឹងគ្មានអ្នកណាគេទៅខ្ញុំមិនអញ្ចឹងជឿថាមានពេលមិនដូច្នេះទេដដែលជាអ្នកក្បត់លោកគ្រូខ្ញុំជឿកូនជឿដែរខ្ញុំមិនជឿតែក្បត់ទេមែនក្បត់ទេមែនអត់អ្នកដែលធំជាងគេនោះត្រូវប្រព្រឹត្តដូចជាអ្នកតូចវិញអ្នកដឹកនាំនោះក៏ទុកដូចជាអ្នកបម្រើដែរត្បិតតើអ្នកណាធំជាងអ្នកដែលអង្គុយនៅតុឬអ្នកដែលបម្រើតើមិនមែនអ្នកអង្គុយនៅតុទីឬអី
ប៉ុន្តែនៅកណ្ដាលចំណោមអ្នករាល់គ្នានោះខ្ញុំដូចជាអ្នកបម្រើវិញឯអ្នករាល់គ្នាគឺជាពួកដែលបាននៅជាប់នឹងខ្ញុំក្នុងគ្រប់ទាំងសេចក្តីល្បងលោខ្ញុំតម្រូវឲ្យនគរមួយដល់អ្នករាល់គ្នាដូចជាព្រះវរបិតាតម្រូវឲ្យខ្ញុំដែរដើម្បីឲ្យអ្នករាល់គ្នាបានបរិភោគនៅតុខ្ញុំក្នុងនគរខ្ញុំដែរហើយបានអង្គុយលើបល្ល័ង្កជំនុំជម្រះពូជអម្បូរអ៊ីស្រាអែលទាំង12ផងអញ្ចឹងគ្មានអ្នកក្បត់ទេស៊ីម៉ូនមើលចុះសាតាំងវាចង់លបងលោអ្នកហើយប្រយោជន៍នឹងរែងអ្នកដូចជាគេរែងអង្គចេញពីអង្កាមដូចនេះដែរតែខ្ញុំបានអធិដ្ឋានឲ្យអ្នកកុំឲ្យជំនឿអ្នកដួលឡើយកាលណាអ្នកប្រែចិត្តមកវិញនោះពង្រឹងជំនឿបងប្អូនអ្នកផងព្រះអង្គម្ចាស់ទូបង្គំត្រៀមខ្លួនជាស្រេចនឹងទៅតាមទ្រង់ទោះបើស្លាប់ក៏ដោយខ្ញុំប្រាប់អ្នកថាថ្ងៃនេះមន់មិនរងាវឡើយទាល់តែអ្នកប្រកែក3ដងថាមិនស្គាល់ខ្ញុំដែលខ្ញុំចាត់ឲ្យអ្នករាល់គ្នាទៅដោយឥតថង់យាមតើមានខ្វះអីទេអត់ខ្វះទេដូច្នេះអ្នកណាដែលមានថង់យាមត្រូវយកទៅកុំខានអ្នកណាដែលគ្មានដាវនោះឲ្យលក់អាវខ្លួនទិញមួយមកបិទខ្ញុំប្រាប់អ្នកមានស្ដីចាញ់ទុកមកថាគេបានរាប់ទ្រង់ជាអ្នកទទឹងច្បាប់អ្វីដែលបានកត់ទុកពីខ្ញុំនោះត្រូវបានសម្រេចពិតព្រះអង្គម្ចាស់មើលណែមានកំបិត2បានហើយក្រុមប្រឹក្សានៃពួកចាស់ទុំបានជួបគ្នាគិតធ្វើយ៉ាងណាក្នុងការកម្ចាត់ព្រះយេស៊ូវអារ្យក៏បានចូលទៅយូដាសអ៊ីស្ការីយ៉ុតដែលជាម្នាក់ក្នុងពួកអ្នកទាំង12វាតាក់ទងនឹងពួកចាស់ទុំដើម្បីចាប់ព្រះយេស៊ូវព្រះយេស៊ូវបានយាងពីក្រុងយេរូសាឡឹមមកឯភ្នំដើមអូលីវដើម្បីអធិដ្ឋានចូលអធិដ្ឋានដើម្បីកុំឲ្យត្រូវសេចក្តីល្បួងឡើយយូដាសអ៊ីស្ការីយ៉ុតបានក្បត់ព្រះយេស៊ូវដោយព្រោះប្រាក់30ដួងព្រះយេស៊ូវជ្រាបថាពេលទ្រង់ត្រូវសុគតជំនួសអំពើបាបមនុស្សបានជិតមកដល់ហើយទ្រង់ក៏អធិដ្ឋានព្រះវរបិតាអើយបើទ្រង់សពព្រះハរតីនោះសូមយកពេញនេះចេញពីទូបង្គំទៅតែសូមកុំតាមចិត្តទូបង្គំឡើយគឺសូមតាមព្រះハរតីទ្រង់វិញនោះមានទេវតាលេចមកពីឋានសួគ៌ចម្រើនកម្លាំងថ្វាយទ្រង់ហើយញើសទ្រង់ក៏ត្រឡប់ដូចជាដំណក់ឈាមធំធំស្រក់ទៅលើដីក៏ដេកលក់យ៉ាងនេះរកឡើងហើយអធិដ្ឋានដើម្បីកុំឲ្យត្រូវសេចក្តីល្បួងយូដាស
អ្នកបញ្ជូនកូនមនុស្សទៅដល់ថើបមួយខ្សឹតឬអីគ្រូតើត្រូវកាប់វាឬអីចូលមកចាប់វាទៅប៉ុណ្ណឹងបានហើយអូអស្ចារ្យណាស់តើអ្នករាល់គ្នាមកទាំងកាន់ដាវនិងដំបងដូចជាមកចាប់ចោលឬអីខ្ញុំបាននៅក្នុងព្រះវិហារជាមួយអ្នករាល់ថ្ងៃតែអ្នកមិនបានចាប់ខ្ញុំសោះតែនេះជាពេលរបស់អ្នកហើយជាអំណាចនៃសេចក្តីងងឹតផងចាប់វាទៅយើងវាចប់ពួកទាហានបាននាំទ្រង់ទៅវាលកាន់ក្តីទាំងចំអកថាទ្រង់ជាស្ដេចសាសយូដានេះជាឲ្យធំរបស់ស្ដេចហើយប្រាប់យើងមកមើលតើមានអ្វីនឹងកើតឡើងព្រះករុណាតើឯងនឹងសង្គ្រោះយើងហ៎ឯងនឹងសង្គ្រោះយើងឬអ្នកនេះក៏ជាអ្នកនៅជាមួយយេស៊ូនោះដែរនាងខ្ញុំមិនដែលស្គាល់គាត់ទេពីព្រោះខ្ញុំឃើញនៅជាមួយគ្នាយ៉ាម៉េចស្រួលខ្លួនទេហើយមើលជំវិញទៅមើលមានអារម្មណ៍យ៉ាងណាដែរឯងក៏ជាម្នាក់ក្នុងពួកនោះដែរទេខ្ញុំអត់ទេមនុស្សនេះពិតជានៅជាមួយយេស៊ូនោះហើយព្រោះគាត់ក៏ជាអ្នកស្រុកកាលីលេដែរថយចេញទៅខ្ញុំមិនដឹងថាអ្នកនិយាយពីអ្វីទេព្រះយេស៊ូវក៏បែរព្រះភ័ក្ត្រទតទៅពេត្រុសពេត្រុសក៏នឹកចាំពាក្យដែលទ្រង់បានមានបន្ទូលទៅគាត់ថាថ្ងៃនេះមុនមាន់រងាវអ្នកនឹងប្រកែក3ដងថាមិនស្គាល់ខ្ញុំព្រះអម្ចាស់អើយសូមមេត្តាទូលបង្គំសូមធ្វើតាមភាពដ៏ឧត្តមនៃព្រះចេស្តាទ្រង់ចុះកាលពួកអាយកោយើងបានបះបោរនឹងព្រះបន្ទូលរបស់ទ្រង់បានអត់ទោសឲ្យមិនបានបំផ្លាញគេឡើយដោយព្រោះសេចក្តីស្រឡាញ់របស់ទ្រង់និងភាពស្មោះត្រង់នៃក្តីសន្យារបស់ទ្រង់នោះទ្រង់បានប្រោសដល់ពួកគេពីមើលនរណាពីឯងជិះទៅមើលតើនរណានឹងវាយឯងទៀតឈប់សិនឬតែឈប់សិននាំវាទៅទីកាត់ក្តីចុះពួកមេដឹកនាំសាសនាបានមកជួបជុំគ្នាដើម្បីចោទប្រកាន់ព្រះយេស៊ូវ
ប្រាប់យើងមើលតើឯងជាព្រះមេស៊ីមែនឬបើខ្ញុំប្រាប់អ្នកនឹងមិនជឿខ្ញុំទេហើយបើខ្ញុំសួរអ្នកវិញនោះក៏អ្នកមិនឆ្លើយមកខ្ញុំដែរតែពីនេះទៅមុខកូនមនុស្សនឹងអង្គុយនៅខាងស្ដាំនៃព្រះដ៏មានគ្រប់ព្រះចេស្តាអញ្ចឹងឯងជារាជបុត្រានៃព្រះអ្នកថានោះត្រូវហើយមិនក៏ហ៊ានថាតែក៏គេប្រមាថអង្គនេះតើនរណាឲ្យអំណាចវាថាវាដូចនេះមានទោសហើយយើងនេះបានឮពាក្យវានិយាយអស់ហើយចូលនាំវាទៅឲ្យលោកពីឡាត់ទៅបាទយកវាចេញទៅហើយគេបាននាំទ្រង់ទៅឯលោកប៉ុនទាសពីឡាត់ដែលជាមន្ត្រីជនជាតិរ៉ូម៉ាំងដ៏កាយសាហាវម្នាក់ក្នុងការកាត់ទោសសម្លាប់មនុស្សទាំងពាន់តើអ្នករាល់គ្នាមកទីនេះទៅព្រឹកមានការអីដែរយើងអត់ចាប់មនុស្សនេះមកព្រោះវានាំឲ្យគេបាក់បោកវាបណ្ដាលឲ្យមានការផ្អើលឆោឡោក្នុងព្រះវិហារតើត្រូវដាក់ទោសវាយ៉ាងណាសម្លាប់វាទៅខ្ញុំមិនឃើញថាមនុស្សនេះមានទោសឡើយគ្មានទោសទេយើងឃើញថាមានទោសព្រោះវាហាមគេមិនឲ្យបង់ពន្ធថ្វាយទៅសេសាវាអួតខ្លួនថាជាព្រះមេស៊ីនិងជាស្ដេចឯងជាស្ដេចសាសយូដាត្រូវដូចអ្នកថាហើយវាបានចាប់ផ្ដើមពីស្រុកកាលីលេហើយមកដល់ទីនេះស្រុកកាលីលេតើមនុស្សនេះជាអ្នកស្រុកកាលីលេបើដូចនេះទុកឲ្យស្ដេចហេរ៉ូតកាត់ទោសវាចុះត្បិតទ្រង់គង់នៅយេរូសាឡឹមនៅឡើយមែនទេនាំវាទៅស្ដេចហេរ៉ូតទៅតើឯងថាខ្លួនឯងជានរណានរណាខ្លះជាសិស្សរបស់ឯងនោះឮថាឯងទៅធ្វើការអស្ចារ្យជាច្រើនណាស់ធ្វើឲ្យយើងមើលផងមើលព្រះអង្គម្ចាស់វាបាននាំមនុស្សទាំងអស់ឲ្យបះបោរហើយថាខ្លួនវាជាស្ដេចមនុស្សនេះជាស្ដេចព្រះករុណាវាយវាទៅយកវាទៅឲ្យលោកពីឡាត់វិញទៅបិទនេះជាខេត្តរបស់លោក មនុស្សនេះមានទោសអ្វីគួរឲ្យស្លាប់នោះទេដូច្នេះគ្រាន់តែវាយប្រដៅហើយលែងវាទៅ
លោកត្រូវដោះលែងអ្នកទោសម្នាក់ជំនួសវាឲ្យយើងក្នុងពេលបុណ្យនេះសូមលែងបារបាស់ឲ្យមកយើងបារបាស់ហើយយកមនុស្សនេះទៅមែនសូមឲ្យបារបាស់មកចូលឆ្កាងវាទៅមែនហើយឆ្កាងវាទៅហេវាយវាទៅលើកវាឡើងក៏ប៉ុន្តែគេនៅតែស្រែកសម្ដែងយ៉ាងខ្លាំងថាសូមឲ្យឆ្កាងព្រះយេស៊ូវដូច្នេះលោកពីឡាតក៏បានកាត់ទោសធ្វើគុតព្រះយេស៊ូវហើយដោះលែងបារ៉ាបាស់ដែលគេចង់បានគឺជាមនុស្សដែលត្រូវបានជាប់ឃុំពីបទសម្លាប់គេហើយក៏បានប្រគល់ព្រះយេស៊ូវឲ្យគេយកទ្រង់ទៅឆ្កាងស៊ីម៉ូនដាក់ស្រុកស៊ីរ៉េនចូលមកនេះខាងខ្សែនេះទៅហើយនេះចូលនេះទៅអត់ឡើងអូយចេញអូយមកចូលចេញខ្ញុំជុំសោកនឹងទ្រង់សូមសោយទឹកនេះទៅព្រះអង្គចាស់សូមសោយទឹកនេះទៅកូនស្រីក្រុងយេរូសាឡិមអើយកុំយំនឹងខ្ញុំធ្វើអីឲ្យយំនឹងអ្នកហើយនឹងកូនចៅអ្នករាល់គ្នាវិញព្រោះបើការនេះបានកើតដល់ដើមឈើស្រស់ហើយនោះនឹងកើតអ្វីដល់ដើមឈើស្ងួតវិញសូមព្រះជួយសង្គ្រោះទ្រង់ផងយើងនឹងអធិដ្ឋានឲ្យទ្រង់ចូលនេះទៅ
ឲ្យឆាប់ឡើងទៅបិតាអើយសូមអត់ទោសឲ្យគេត្បិតគេមិនដឹងអីទេវាបានជួយគេទុកឲ្យវាជួយខ្លួនវាចុះជួយខ្លួនឯងទៅឯងជា5មេស៊ីម៉ែត្រហើយចូលពីឈើឆ្កាងមកចូលឯងធ្វើការអស្ចារ្យមួយមើលព្រះយេស៊ូវបានត្រូវជាប់ឆ្កាងនៅកណ្ដាលចៅ2នាក់ដោយបានសម្រេចនៅទំនាយដែលហោរាព្រះបានទាយទុករាប់រយឆ្នាំកន្លងមកហើយអាវវែងនេះមិនមែនជាអាវធម្មតាឡើយណែឲ្យមកតន់អាវឯងវាអីឥឡូវនេះជើងនឹងចាប់ឆ្នោតចុងអាវនេះមកលើឡើងចាប់ចាប់ឡើងចុះបញ្ហាបាក់ទៅហើយមានសំណាងណាស់តែឯងបានឈ្នះតែឯងចូលវិញទៅធ្វើស្អីហើយនៅពីលើទ្រង់គេបានសរសេរថានេះជាស្ដេចនៃសាសយូដាជួយខ្លួនឯងចុះបើឯងជាស្ដេចសាសយូដាមែនជាព្រះមេស៊ីមែនជួយខ្លួនឯងហើយជួយយើងផងមិនឯងមិនខ្លាចព្រះ
ទ្រង់បានទទួលទោសដូចជាយើងដែរតែទ្រង់គ្មានខុសអ្វីសោះព្រះយេស៊ូវអើយសូមទ្រង់នឹកចាំទូលបង្គំផងខ្ញុំសន្យាថាថ្ងៃនេះអ្នកនឹងទៅឋានសួគ៌ជាមួយខ្ញុំដែរពេលនោះជាពេលថ្ងៃត្រង់ហើយស្រាប់តែមានងងឹតគ្របពេញលើផែនដីរហូតដល់ម៉ោង3រសៀលវាំងនននៅក្នុងព្រះវិហារក៏បានរហែកចំពាក់កណ្ដាលបិតាអើយទូលបង្គំសូមប្រគល់វិញ្ញាណដល់ទ្រង់វិញកាលដែលមេតបបានឃើញការយ៉ាងអស្ចារ្យដែលបានកើតមកក៏ពោលសរសើរដល់ព្រះថាសូមថ្វាយសិរីល្អដល់ព្រះអ្នកនេះពិតជាមនុស្សសុចរិតមែនមានម្នាក់ឈ្មោះយូសែបជាអ្នកសុចរិតហើយជាសមាជិកនៃមេដឹកនាំសាសនាយូដាលោកមិនបានរួមគំនិតជាមួយនឹងគេទេលោកបានទទួលការអនុញ្ញាតពីលោកប៉ុនទាបពីឡាតក្នុងការយកសពព្រះយេស៊ូវទៅបញ្ចុះក្នុងភ្នោមុនថ្ងៃឈប់សម្រាកសូមទោសដែលយើងបានចូលមកតាមមើលសពព្រះអម្ចាស់ដែរបានមិនអីទេយើងទៅវិញត្បិតថ្ងៃឈប់សម្រាកចិត្តមកដល់ហើយនៅព្រឹកព្រលឹមនៃថ្ងៃអាទិត្យពួកគេបានយកគ្រឿងក្រអូបដែលគេបានរៀបចំហើយនោះទៅឯភ្នោគេបានឃើញថ្មរមៀលចេញពីមាត់ភ្នោប៉ុន្តែពេលដែលគេចូលទៅគេពុំឃើញសពព្រះយេស៊ូវឡើយហេតុអ្វីបានជាមករកព្រះអង្គនៅទីខ្មោចស្លាប់ដូច្នេះ
ទ្រង់មិននៅទីនេះទេទ្រង់រស់ឡើងវិញហើយចូលនឹកចាំការទ្រង់មានបន្ទូលនៅស្រុកកាលីលេថាកូនមនុស្សត្រូវគេបញ្ជូនទៅក្នុងដៃមនុស្សដែលមានបាបទ្រង់ត្រូវគេឆ្កាងហើយ3ថ្ងៃក្រោយមកទ្រង់នឹងរស់ឡើងវិញបានរបៀលចាញ់យើងចូលទៅស្រាប់តែសពព្រះអម្ចាស់ទៅណាបាត់ថាម៉េចអត់ឃើញសពព្រះអង្គទេហើយមាន2អ្នកលេចមកឲ្យយើងទេវតានោះភ្លឺដូចថ្ងៃហើយនិយាយមកថាហេតុអីបានមករកព្រះរស់នៅទីខ្មោចស្លាប់ដូច្នេះពិតណាស់ជឿយើងចោលចូលជឿយើងចោលយើងបានឃើញមែនទៅមើលខ្លួនឯងចុះភ្នូនៅទទេព្រះអម្ចាស់យើងទៅណាបាត់ហើយពេត្រុសត្រូវជួយពួកយើងចុះព្រះយេស៊ូវបានលេចមកឲ្យសិស្សទ្រង់2នាក់ឃើញគេក៏មកប្រាប់ដល់អ្នកឯទៀតដោយអំណរព្រះអង្គម្ចាស់រស់ឡើងវិញមែនទ្រង់បានលេចឲ្យស៊ីម៉ូនឃើញតែយើងនឹងមិនបានស្គាល់ទ្រង់ទេកាលដែលជួបតាមផ្លូវនោះតែកាលទ្រង់កាច់នំប៉័ងទើបយើងស្គាល់ទ្រង់ទៅអីមកមិនក៏ទ្រង់យើងទៅទេនោះកាលសូមសេចក្តីសុខមានដល់អ្នកហេតុអ្វីបានជាវិលវល់ហើយមានមន្ទិលសង្ស័យក្នុងចិត្តដូច្នេះមើលមកដៃនឹងជើងខ្ញុំចុះឲ្យបានដឹងថាគឺខ្ញុំពិតមែនទូលអ្នកពាល់ខ្ញុំមើលចុះបិទខ្មោចគ្មានសាច់ឬឆ្អឹងដោយអ្នកបានឃើញខ្ញុំនេះទេនេះហើយគឺជាការដែលខ្ញុំបានប្រាប់អ្នកកាលខ្ញុំបាននៅជាមួយអ្នកនៅឡើយគឺថាគ្រប់សេចក្តីដែលចែងទុកពីខ្ញុំក្នុងក្រឹតវិន័យលោកមូសេនិងក្នុងទំនាយពួកហោរានោះបានសម្រេចហើយមានសេចក្តីចែងទុកមកថាព្រះមេស៊ីត្រូវរងទុក្ខហើយរស់ពីស្លាប់ឡើងវិញនៅថ្ងៃទី3ហើយក្នុងនាមទ្រង់ព្រះបន្ទូលអំពីការប្រែចិត្តនិងការអត់ទោសបាបត្រូវបានប្រកាសដល់មនុស្សទាំងអស់ចាប់ផ្ដើមពីក្រុងយេរូសាឡិមអ្នកជាស្មោបន្ទាល់ពីការនេះខ្ញុំនាំមកនៅសេចក្តីសន្យាពីព្រះវរបិតាដល់អ្នកតែអ្នកត្រូវរងចាំនៅក្នុងក្រុងទាល់តែព្រះចេស្តាព្រះមកសន្ធិដ្ឋលើអ្នកសូមព្រះអម្ចាស់ប្រទានពរនិងថែរក្សាអ្នករាល់គ្នាគ្រប់ទាំងអំណាចបានប្រគល់មកខ្ញុំនៅលើឋានសួគ៌ហើយលើផែនដីផងដូច្នេះចូលទៅបង្កើតសិស្សនៅគ្រប់ទាំងសាសហើយធ្វើបុណ្យជ្រមុជទឹកឲ្យដោយនៅព្រះនាមព្រះវរបិតាព្រះរាជបុត្រានិងព្រះវិញ្ញាណបរិសុទ្ធចុះព្រមទាំងបង្រៀនឲ្យគេកាន់តាមគ្រប់ទាំងសេចក្តីដែលខ្ញុំបានបង្គាប់មកអ្នករាល់គ្នាផងហើយមើលខ្ញុំក៏នៅជាមួយនឹងអ្នករាល់គ្នាជារាល់ថ្ងៃដែរដល់រាបដល់បំផុតកាលអាមែនភ្នូដែលដាក់សពព្រះអង្គម្ចាស់យេស៊ូវនោះនៅទទេ3ថ្ងៃក្រោយដែលព្រះយេស៊ូវទ្រង់សុគតនោះទ្រង់មានព្រះជន្មរស់ឡើងវិញទ្រង់សពព្រះハរតីនឹងយាងចូលគង់ក្នុងជីវិតលោកអ្នក
ព្រះយេស៊ូវមានបន្ទូលថាខ្ញុំជាសេចក្តីរស់ឡើងវិញហើយជាជីវិតអស់អ្នកណាដែលជឿដល់ខ្ញុំទោះបើស្លាប់ហើយនោះនឹងបានរស់ឡើងវិញជិត 2000 ឆ្នាំកន្លងមកហើយដែលព្រះយេស៊ូវទ្រង់រស់ឡើងវិញហើយទ្រង់រស់នៅសពថ្ងៃនេះទ្រង់មានឥទ្ធិពលជាងគេទាំងអស់ក្នុងលោកនេះវីរៈបរិសុទ្ធល្បីៗបានកើតមកហើយបានស្លាប់ទៅអ្នកប្រាជ្ញអ្នកវិទ្យាសាស្ត្រទស្សនវិទូទាំងឡាយបានកើតមកហើយបានស្លាប់អស់ទៅដែរតែព្រះយេស៊ូវទ្រង់រស់នៅសពថ្ងៃទ្រង់ជាអង្គតែមួយគត់ដែលមានព្រះជន្មគង់នៅកំណើតទ្រង់មានលក្ខណៈអច្ឆរិយៈព្រះគម្ពីរបានចែងប្រាប់យើងថាទ្រង់ប្រសូតពីស្ត្រីព្រហ្មចារីម៉ារីព្រះជន្មទ្រង់នៅលើផែនដីមានលក្ខណៈអច្ឆរិយៈទ្រង់រស់នៅក្នុងជីវិតមួយដ៏បរិសុទ្ធដែលគ្មានបាបសោះហើយទ្រង់បានធ្វើការអស្ចារ្យជាច្រើនលើសជាងមនុស្សណាទាំងអស់ដែលបានរស់នៅលើផែនដីនេះសេចក្តីបង្រៀនរបស់ទ្រង់មានលក្ខណៈពិសេសទ្រង់ប្រទាននូវសេចក្តីស្រឡាញ់ការអត់ទោសបាបនិងជីវិតថ្មីដល់អ្នកដែលទទួលទ្រង់ទីណាដែលព្រះបន្ទូលទ្រង់បានទៅដល់ជីវិតថ្មីក្តីសង្ឃឹមថ្មីបានកើតមានឡើងនៅទីនោះការសុគតរបស់ទ្រង់នៅលើឈើឆ្កាងមានលក្ខណៈអច្ឆរិយៈ 2000 ឆ្នាំកន្លងមកហើយព្រះជាម្ចាស់នៃពិភពលោកបានចាត់ព្រះយេស៊ូវគ្រីស្ទជាព្រះរាជបុត្រាទ្រង់ឲ្យមកដើម្បីលុះអំពើបាបមនុស្សលោកទ្រង់បានសុគតសម្រាប់លោកអ្នក3ថ្ងៃក្រោយដែលទ្រង់សុគតប្រវត្តិសាស្ត្រនៃពិភពលោកបានកត់ទុកពីព្រឹត្តិការណ៍ដែលព្រះយេស៊ូវទ្រង់រស់ឡើងវិញកំណើតនិងព្រះជន្មរស់នៅព្រមទាំងការសុគតនិងការរស់ឡើងវិញរបស់ទ្រង់បានបង្ហាញថាព្រះយេស៊ូវទ្រង់ជាព្រះដ៏ពិតមែនគឺជាព្រះអង្គសង្គ្រោះនៃមនុស្សលោកព្រះយេស៊ូវគ្រីស្ទដដែលនេះឯងទ្រង់សពព្រះハរតីយាងចូលគង់ក្នុងជីវិតលោកអ្នកដើម្បីអត់ទោសបាបនិងប្រទាននូវជីវិតពេញបរិបូរណ៍ជូនលោកអ្នកសូមស្ដាប់ព្រះបន្ទូលទ្រង់អស់អ្នកនឿយព្រួយហើយទុក្ខធ្ងន់អើយចូលមកឯខ្ញុំនឹងឲ្យអ្នករាល់គ្នាឈប់សម្រាកខ្ញុំជាផ្លូវជាសេចក្តីពិតហើយជាជីវិតបើមិនមកតាមខ្ញុំនោះគ្មានអ្នកណាទៅឯព្រះវរបិតាបានឡើយព្រះគម្ពីរចែងថាគ្រប់គ្នាបានធ្វើបាបហើយខ្វះមិនដល់សេរីល្អនៃព្រះក៏ចែងទៀតថាឈ្នួលនៃអំពើបាបជាសេចក្តីស្លាប់តែអំណោយទាននៃព្រះជាជីវិតអស់កលជានិច្ចតាមរយៈព្រះយេស៊ូវគ្រីស្ទជាព្រះអង្គម្ចាស់ព្រះយេស៊ូវបានសុគតដើម្បីលុះអំពើបាបលោកអ្នកឥឡូវនេះទ្រង់សពព្រះハរតីយាងចូលគង់ក្នុងជីវិតលោកអ្នកមើលខ្ញុំឈរនៅមាត់ទ្វារទាំងគោះបើអ្នកណាឮសំឡេងខ្ញុំហើយបើកទ្វារឲ្យនោះខ្ញុំនឹងចូលទៅឯអ្នកនោះដើម្បីដកពិសោធន៍នៅសេចក្តីស្រឡាញ់ការអត់ទោសបាបនិងទទួលនៅជីវិតដ៏អស់កលជានិច្ចលោកអ្នកត្រូវតែទទួលទ្រង់ជាព្រះដើម្បីអត់ទោសបាបឲ្យហើយយាងទ្រង់ចូលគង់ក្នុងជីវិតដោយជំនឿបើលោកអ្នកមានបំណងចិត្តដូចនេះមែនសូមអធិដ្ឋានដោយជំនឿនោះព្រះយេស៊ូវនឹងយាងចូលគង់ក្នុងជីវិតលោកអ្នកនេះជាលំនាំសេចក្តីអធិដ្ឋានព្រះយេស៊ូវអើយទូលបង្គំត្រូវការទ្រង់ទូលបង្គំសូមបើកទ្វារជីវិតទូលបង្គំទទួលទ្រង់ជាព្រះអង្គម្ចាស់និងជាព្រះអង្គសង្គ្រោះរបស់ទូលបង្គំសូមយាងគង់លើបល្ល័ង្កជីវិតទូលបង្គំហើយកែច្នៃទូលបង្គំឲ្យបានត្រឡប់ជាមនុស្សម្នាក់ដែលទ្រង់សពព្រះハរតីអាមែនបើសេចក្តីអធិដ្ឋាននេះសម្ដែងនៅបំណងចិត្តលោកអ្នកមែនសូមអធិដ្ឋានតាមខ្ញុំមួយឃ្លាម្ដងដោយស្ងៀមស្ងាត់នៅក្នុងចិត្តលោកអ្នកចុះព្រះយេស៊ូវអើយទូលបង្គំត្រូវការព្រះអង្គអរគុណព្រះអង្គដែលសុគតលើឈើឆ្កាងជំនួសបាបទូលបង្គំសូមបើកទ្វារជីវិតទទួលទ្រង់ជាព្រះអង្គម្ចាស់និងជាព្រះអង្គសង្គ្រោះសូមសោយរាជ្យលើបល្ល័ង្កចិត្តទូលបង្គំ
សូមកែទូលបង្គំឲ្យទៅជាមនុស្សដែលព្រះអង្គសពព្រះハរតីអាមែនឥឡូវនេះដែលលោកអ្នកបានអធិដ្ឋានយាងព្រះយេស៊ូវគ្រីស្ទចូលគង់ក្នុងជីវិតលោកអ្នកដោយជំនឿនោះលោកអ្នកអាចដឹងថាទ្រង់បានយាងចូលគង់ក្នុងជីវិតលោកអ្នកដោយទ្រង់បានសន្យាមែនលោកអ្នកក៏អាចដឹងថាបានរួចពីអំពើបាបហើយបានត្រឡប់ជាកូនព្រះនិងមានជីវិតអស់កលជានិច្ចផងបើលោកអ្នកចង់បានពិសោធន៍នៅជីវិតដ៏ពោពេញដែលព្រះយេស៊ូវបានសន្យាសូមប្រកបនឹងទ្រង់រាល់ថ្ងៃដោយអធិដ្ឋានលោកអ្នកអាចរកឃើញផែនការដ៏អស្ចារ្យរបស់ព្រះសម្រាប់ជីវិតលោកអ្នកដោយការអានព្រះបន្ទូលនិងប្រកបជាមួយអ្នកឯទៀតដែលស្រឡាញ់និងដើរតាមទ្រង់សូមនឹកចាំនៅព្រះបន្ទូលសន្យារបស់ទ្រង់ខ្ញុំនឹងមិនចាក់ចេញពីអ្នកក៏មិនបោះបង់ចោលអ្នកឡើយហើយមើលខ្ញុំក៏នៅជាមួយអ្នករាល់គ្នាជារាល់ថ្ងៃដែរដល់រាបដល់បំផុតកាល